ជំរាបសួរបងប្អូនអរគ្នាថ្ងៃនេះគឺថាមកព្រៃទៀតហើយបងប្អូនថាច្រូតស្រែបងបងប្អូនហើយនេះថ្ងៃនេះក៏ភ្លេងបងប្អូនអើយច្រូតបានប្រហែលទេភ្លេងស្រោបងក៏ច្រើនបងប្អូនហើយនេះគឺថាច្រើនដែរស្នំ20ក្រុងដែរព្រៃក៏ឆ្ងាយពីភូមិដែរបងប្អូនប្រហែល10គីឡូមើលនេះបងប្អូនស្រោអូច្រួយតែពីព្រឹកបងប្អូនហើយប៉ុន្តែមិនគ្នាលើក៏ទៅម៉ោងបងប្អូននេះខ្ញុំនឹងក្មួយខ្ញុំទៅម៉ោងម៉ាំងពីភូមិបងប្អូនហើយនេះគឺដាក់បន្តស្រែបងថ្លៃហ្នឹងបងប្អូនច្រូតបណ្ដើគឺថាភ្លេងបណ្ដើបងប្អូនខាងខ្ញុំនេះគឺថាច្រូតអីបងប្អូនច្រូតតែចិត្តរួចដែរហើយបងប្អូនខាងបងប្អូនមកច្រូតហើយនៅសិនតែច្រូតហើយក៏ខមមិនខាងក្រុមប្រាប់ផងបាទម៉ោថ្ងៃនេះក៏គ្នា4 5នាក់ដែរបងប្អូនស្រោក៏មហិតាដែរបងប្អូនអើយមហិតា2ហិតាក៏គេចាំយោតគ្នានេះឯងស្រោក៏មិនសូវកើតបានទេបងប្អូនអើយអញវាកលែងច្រូតមាញ់មកក៏ភ្លេងបងប្អូនអើយនេះគឺថារយមើលបងប្អូនមើលតែមីដេញហើយខ្ញុំក៏គ្រប់ស្រោហើយបងប្អូនក៏រៀងភ្លេងតែក៏ថានឹងបងលើកស្រោដាក់គូយន្តបងប្អូនលើកបានមកគូយន្តសិនដើម្បីថាគ្រប់ក្មៃវាសូសើមពីបងប្អូនវារៀងភ្លេងមាញ់ក៏នេះនឹងបងប្អូនលើកហើយខ្ញុំលើកអុយបងប្អូនថតពីមុខធ្វើវីដេអូទុកជាអនុស្សាវរីយ៍ណាបងប្អូនអុយយើងធ្វើវីដេអូមួយឆ្នាំមានតែម្ដងក៏យើងធ្វើទុកតបងប្អូនទុកថាមួយឆ្នាំនេះបានស្រោម៉ាងក្រុងគេណាបងប្អូនវីដេអូថ្ងៃនេះក៏រៀងច្រើនតែហើយបងប្អូនហើយឡើង5នាទីដែរបងប្អូនស្រោនេះមិនធ្ងន់បានទេបងប្អូនគឺថា90 80ដែរបងប្អូនព្រួយពីសើមលើពីអ្នកបងលើផ្អេសដែរបងប្អូនអើយពីអ្នកបងថ្លៃក៏លើពេញគូយន្តក៏បើកទុកអេលូសិនបងប្អូនព្រួយថានងស្រែខ្លាចវាជិបគូយន្តម្ដងទៀតបងប្អូនពេលមីភ្លេងខ្លាចតែភ្លេងខ្លាំងមួយជិបគូយន្តខ្ញុំបងប្អូនក៏នាំគ្នាដាក់តង់ហុំសិនថ្មីសើមស្រោបងប្អូនហើយពីដូចខ្ញុំញ៉ៃរយសើមបងប្អូនហើយតង់សិនថ្មីវាសើមពេកតែសើមពេកឬតែធ្ងន់ទៀតស្រោបងប្អូនក៏នាំគ្នាហុំហើយបងប្អូនហើយបងថ្លៃខ្ញុំក៏បើកគយន្តទុកតាមផ្លូវសិនក៏នៅគយន្តមួយទៀតបងប្អូនគឺសល់10ក្រុងជាងទៀតដែលតែចាំលើពេលក្រោយចាំលើពេលដែលថាមានកាត់ជ្រួយរួយក៏លើកដាក់តែម្ដងអស់គ្នានេះក៏មកជួយលាតក្រុងមានសិនដើម្បីថាដាក់ត្រង់បងប្អូនអ្នកបងថ្លៃក៏ក្មួយនេះបងប្អូនអាស្ថិតពេលនេះគឺថាតិចបងប្អូនវារោភ្លេងមេនេះគឺថាបានអ្នកត្រកគីមកជួយមួយដែលស្រ័យបងប្អូនហើយនេះគឺថាដាក់ប្រុងផ្លេតគឺថាភ្លេងមកបងប្អូនទត់ក៏ឈប់សិនបងប្អូនហើយវាសើមខ្លាច់ឆក់នេះក៏នាំគ្នាជ្រូកតាមគូយន្តតាមតង់ក្រុងបងប្អូនខ្ញុំក៏នៅខាងក្រោមតង់ដែលយើងគ្របស្រោក៏យើងនៅក្រោមមកវាសើមបងប្អូនសើមយើងហើយសើមទូរស័ព្ទដែលខានថតបងប្អូនហើយជូនតង់ប្រហែល10នាទីបងប្អូនក៏រាំងក៏នេះខ្ញុំជិះចុតតទៀតមើលមីបងប្អូនអើយមីលឹកខ្មៅពេញហើយពេញចូលកញ្ចុតអុយដល់ពេលស្រោក៏សើមបងប្អូនអើយសើមគូរចុតអាស្រែនេះគឺថា2ហិកតាបងប្អូនណាដាក់យូរដែរប្រហែល2ម៉ោងដែរម៉ោងក៏យើងសើមផងជ្រោកក្រុមគយន្តផងក្រុមតង់ផងបងប្អូនថាចិត្តរួចហើយបងប្អូនគឺថារៀងភ្លេងហើយក៏យើងដាក់ស្រោហើយបងប្អូនរៀកហៅតង់ហៅអីចាញ់នេះគឺថាជើងចុងក្រោយដែលជើងចុតរួចនឹងបងប្អូនយើងច្រកស្រោបងប្អូនដើម្បីថាដាក់ដូចគយន្តមិនសូវបានផលប្រហែលទេបងប្អូនព្រោះថាស្រោវារៀងស្ដើងបងប្អូនគយន្តមាននេះក៏ស្រោបទាំងអស់ក៏2ហិកតាក៏បាន30ក្បួយដែរបងប្អូនគាត់គឺថាស្រោនាងអំបងប្អូននាងអំគឺនាងអំមិនថាលើកស្រោដាក់គយន្តរួចហើយបងប្អូនយើងក៏ចាញ់ដំណើរបងប្អូនចាញ់ដំណើរទៅគយន្តខ្ញុំឯមុខមិញឈោមឈួរចាំหน่อยក៏នឹងគ្នាបើកមកសិតតែ4 10បងប្អូន4 10ពងស៊ីម៉ាំងអាធំម៉ូលឹងហុយបងប្អូនអើយនេះយន្តខ្ញុំបើកតែ2 10ទេបងប្អូន12សេធីអាក្រោយ RT កម្លាំងខ្លាំងរបស់ខ្ញុំតែអាខ្ញុំជិះលើគយន្តមាននេះគឺថា RT ដែរ120បើតមុខរឹងឆ្ងាយដែរបងប្អូនខ្ញុំ shielder ក៏ជិះគយន្តតោះត្រឹមដល់គយន្តខ្ញុំបងប្អូនគយន្តខ្ញុំហើយខ្ញុំលើកបានថតនៅមើលទេបងប្អូនព្រោះថាយើងរវល់លើកស្រោក៏នេះចេញដំណើរទាំងអស់គ្នាទៅឲ្យបងប្អូនហើយនៅទៅក៏យើងឈប់សិនមើលផ្លូវសិនបងប្អូនថាវាទឹកឬក៏យ៉ាងណាជិបឬក៏មិនជិបឈួរចាំព្រាតនេះឈួរចាំគួយចាំមើលអញដំណើរមួយគ្រឿងសិនបងប្អូនមើលថាជិបការផ្លូវសិននេះមើលហុយទៅជប់តែផ្លូវនេះបើសិនមានអ្នករុញទេគឺថាជិបបងប្អូនតែមានអ្នករុញទេគឺថាជិបបដ ாய் ហើយមើលនេះចង់ឆេះផ្ដានគយន្តឆេះសេពៀនមើលអា RT អា1សេមួយបងប្អូនចាំទស្សនាទាំងអស់គ្នាមើលនេះហុយខ្ចាយទឹកព្រាតគឺថាកម្លាំងខ្លាំងបងប្អូនតែយើងដាក់កំពុងស៊ីម៉ាំងធម្មតាគឺថាទៅហុយទេដាក់កំពុងស៊ីម៉ាំងធំហុយតែផ្សេងបងប្អូន RT 100សេបងប្អូនហុយទីជប់យ៉ងនេះបងប្អូនមើលតែសភាពការគឺថាដេញគឺថាយ៉ងប៉ុណ្ណាហុយផ្សេងទៅលុំបងប្អូនខ្ញុំក៏ស្រែកដែរហុយផ្សេងចុះ
នេះបងប្អូនដល់តាមផ្លូវហើយបងប្អូនផ្លូវថ្នល់យើងព្រួយតែយើងឡើងពីភក់ហើយយើងដល់ផ្លូវស្រួលហើយយើងបើកលេខ3បន្តិចណាបាទអរគុណច្រើនបងប្អូនអរគ្នាដែលតាមដានទស្សនាវីដេអូខ្ញុំបើសិនបងប្អូនពេញចិត្តនឹងវីដេអូខ្ញុំចុច Subscribe Like អ្នកមួយផងបងប្អូនដើម្បីទទួលបានវីដេអូពីខ្ញុំបាទបន្តទៀតបាទអរគុណច្រើនបងប្អូនអរគ្នាបាទ